ស្ដីអ្នកនរគ្នាក្នុងវីដេអូនេះខ្ញុំមកបង្ហាញអ្នកនរគ្នារបៀប check មើល iCloud iPhone របស់យើងថាតើ iCloud របស់យើងចូលឬអត់អញ្ចឹងជាដំបូងអ្នកនរគ្នាចូលពាក្យថា setting ហើយយើងចូលកន្លែង general តមកទៀតអ្នកនរគ្នាចុចពាក្យថា about មកដល់កន្លែងនេះអ្នកនរគ្នាត្រូវ copy serial number នេះដំបូងអ្នកនរគ្នាចុចបញ្ចុះមកដើម្បី copy អូខេបន្ទាប់ពីយើង copy ហើយអ្នកនរគ្នាថយអស់មកហើយយើងទៅចូល browser របស់យើងបាទអ្នកគ្នាចូល browser មកដល់កន្លែងនេះអ្នកគ្នាវាយតាមខ្ញុំមកដល់យើងវាយពាក្យថា check iCloud អូខេអ្នកគ្នាវាយតាមខ្ញុំមកបន្តទៀតអ្នកគ្នា search មកអូខេឥឡូវឃើញថាចេញហើយ website របស់យើងបាទនេះគឺ check iCloud ហ្នឹងអ្នកគ្នាចុចលើវាមួយប៉ឹកមករកចាំវាបន្តិចតមកទៀតអ្នកគ្នាអូស scroll ក្រោមហើយយើងផាសនៅ serial number របស់យើងមិញមកតមកទៀតអ្នកគ្នាចុចពាក្យថា check រួចហើយអ្នកគ្នារងចាំបន្តិចវានឹងកំពុងតែធ្វើដំណើរការ check របស់យើងហើយចឹងសម្រាប់បងប្អូនដែលកំពុងតែតាមដានវីដេអូរបស់ខ្ញុំបាទបើសិនចូលចិត្តកុំភ្លេចចុច like share follow page របស់ខ្ញុំបាទនេះមួយដើម្បីអ្នកគ្នាទទួលបានចំណេះដឹងថ្មីៗពីខ្ញុំបាទជាចាំតទៅទៀតបាទឥឡូវឃើញថាលទ្ធផលរបស់យើងបានចេញហើយនេះគឺ iCloud របស់ខ្ញុំត្រូវបានជួបដោយសារខ្ញុំដាក់ iCloud បើសិនអ្នកគ្នាអត់ទាន់ដាក់ iCloud ទេកន្លែងនេះវាលោកពាក្យថា off បាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងអរគុណអ្នកគ្នាសម្រាប់ការតាមដាន